បាទថ្ងៃនេះមកសរុបលទ្ធផលដែលបានធ្វើរយៈពេលកន្លងមកហើយនេះគឺជាសមិទ្ធផលចុងក្រោយប៉ុន្តែមិនមែនចុងបញ្ចប់ទេចំពោះ outdoor នៅ Lion Cafe យើងបានធ្វើជញ្ជាំងឫស្សីដើម្បីតុបតែងលម្អហើយដំណើរការនៃការធ្វើជញ្ជាំងឫស្សីនេះគឺយើងត្រូវទិញឫស្សីគេយកមកធ្វើតែម្ដងឫស្សីយើងទិញមកវិញប៉ុន្តែយើងកាត់ដំណាក់កាលនីមួយៗហើយយើងធ្វើការសកវាស្អាតទម្រាំទៅធ្វើហើយមុតដៃខ្លះអីខ្លះហ្នឹងឯងជាពិសេសដំណើរការនៃការធ្វើគឺយើងធ្វើភាគច្រើនម្នាក់ឯងមានការជួយខ្លះៗដែរមិនថាអត់ទេអានេះខ្ញុំធ្វើនៅពេលដែលទំនេរទេជាក់ស្ដែងសម្រាប់ការធ្វើឫស្សីនេះគឺយើងត្រូវមានឧបករណ៍គ្រប់គ្រាន់ដែរឧទាហរណ៍ដូចជាវិសហើយនិងម៉ូទ័របាញ់វិសបន្ទាត់ម៉ៅដៃជាក់ស្ដែងគឺត្រូវមានម៉ូទ័រកាត់ដែរអានេះតម្រូវឲ្យយើងចេះប្រើដែរណាសម្រាប់ខ្ញុំទៅរៀនប្រើទេទៅចេះប្រហែលជាកន្លះខែហ្នឹងអញ្ចឹងដំណើរការគឺយើងត្រូវធ្វើការវាស់វែងឲ្យវាត្រឹមត្រូវព្រោះអីនៅពេលដែលយើងកាត់ហើយគឺកាត់ដែរឃើញទេបងប្អូននៅពេលដែលយើងកាត់ហើយស្អាតវាស់វែងបានត្រឹមត្រូវស្អាតតែម្ដងហើយក្រោយពីយើងធ្វើទាំងអស់គឺយើងលាបវគ្គនេះវាបាទសម្រាប់ការធ្វើរនាតឫស្សីនេះផងដែរចំពោះឫស្សីតូចៗគឺពិបាកក្នុងការធ្វើមែនទែនដោយសារអីយើងត្រូវដំវាមួយហើយការដំនោះគឺយើងត្រូវដំទៅតាមដំដោយទៀតចំពោះការប្រើប្រាស់មេដូចគ្នាបើសិនយើងប្រើប្រាស់មេតិចធ្វើឫស្សីនោះវាអញ្ចឹងយើងត្រូវការពុតវាទៅវិញទៅមកដំឲ្យត្រង់អញ្ចឹងបើសិនជាមានមនុស្សច្រើនដើម្បីធ្វើងាយស្រួលទេលឿនទេយើងជួយពុតគ្នាជួយដំគ្នាមួយជើងម្នាក់អីចឹងអញ្ចឹងឯនេះបានអ្នកតែជួលគាត់មកជួយធ្វើហើយនឹងបែខ្ញុំធ្វើវីដេអូនេះគឺសង្ខេបយកតែម្ដងព្រោះអីយើងធ្វើវារយៈពេលវាច្រើនថ្ងៃព្រោះលៀងផងអីផងអញ្ចឹងណាហើយនេះលៀងច្រើនមែនតើជាក់ស្ដែងនៅពេលដែលយើងធ្វើហើយយើងកាត់ហើយយើងវាស់វែងបានត្រឹមត្រូវគឺស្អាតមែនតើហើយយើងយកទៅតម្លើងទៅនេះខ្ញុំយកទៅតម្លើងការតម្លើងក៏ដូចគ្នាយើងបាញ់វិសវាទាំងសងខាងបាញ់វិសឲ្យជាប់តែម្ដងទៅបងប្អូនទាំងអស់គ្នាមើលវីដេអូនេះឃើញថាតម្លើងទៅត្រូវប្លែកតែម្ដងតែមិនអញ្ចឹងទេព្រមត្រូវយើងកាត់ពីរដងនេះជាក់ស្ដែងនៅពេលដែលយើងតម្លើងហើយទាំងអស់តែម្ដងឃើញថាទិដ្ឋភាពស្អាតមែនតើនេះគឺជា outdoor នៅ Lion Cafe ដែលយើងបានរៀបចំជញ្ជាំងឫស្សីឲ្យរួចរាល់ហើយកុំភ្លេចណាមួយមកសាកល្បងកន្លែងថ្មីចង់បានកន្លែងណាអាចជ្រើសរើសបានតាមចិត្តហើយមួយចាស់មក surprise ទៀតហើយចំពោះ Lion Cafe ធ្វើអត់ចេះចប់ទេដោយសារអីថាវិការមានកំណត់បើសិនជាមានលុយច្រើនជួលគេធ្វើហើយតែម្ដងហ្នឹងអញ្ចឹងបងប្អូនដែលអញ្ជើញមកលើកទី1មកលើកទី2គឺប្លែកសម្រាប់អ្នកដែលមិនទាន់បានអញ្ជើញមកវិញធានាថា surprise តែម្ដង you feel like home អ្នកនឹងមានអារម្មណ៍ថាវាដូចជាផ្ទះអញ្ចឹងប៉ុន្តែវាប្លែកជាពិសេសបើសិនជាយើងបានអង្គុយ relax ជាមួយនឹងកាហ្វេមួយកែវហើយនឹងអាហារសម្រន់អង្គុយដោយរីករាយជាមួយនឹងអារម្មណ៍នៅពេលបច្ចុប្បន្នអញ្ចឹងអ្នកដែលចង់អានសភៅ Lion Cafe ក៏មានសភៅដែរមួយដែលអត់ទាន់អញ្ជើញមក Lion Cafe អាចមកម្ដងទៅដើម្បីឲ្យស្គាល់ទីតាំងយើងនៅក្នុងក្រុងទេបងប្អូននៅក្រោយផ្សាររាត្រីផល្លាបងប្អូនទាំងអស់គ្នាអាចចុច Google Map នៅលើ TikTok ផ្ទាល់តែម្ដងកាន់តែពិសេសអាហារសម្រន់នៅទីនេះមានតម្លៃចាប់ពី 5,000 រៀលឡើងទៅតម្លៃសមរម្យសិស្សនិស្សិតក៏អាចមកបានសិស្សវិទ្យាល័យក៏អាចមកបានអ្នកធ្វើកិច្ចការងារក៏អាចមកបាននៅចាំអីទៀតកុំភ្លេចណាមកតេស្តសាកល្បងរសជាតិនៅ Lion Cafe ទាំងអស់គ្នាអរគុណ